ជ្រលងភ្នំថ្មក្រហមនៅឯជាយុវខ្សាច់នៃរដ្ឋនេវ៉ាដាសហរដ្ឋអាមេរិកមានកន្លែងមួយដែលធ្វើឲ្យមនុស្សមានអារម្មណ៍ភ្ញាក់ផ្អើលរហូតដល់ស្ងាត់មាត់នៅទីនោះគ្មានពន្លឺភ្លើងណេអុងនៃកាស៊ីណូគ្មានភាពអ៊ូអរនៃទីក្រុងឡើយមានតែដុំថ្មនិងពន្លឺព្រះអាទិត្យដែលកំពុងសន្ទនាគ្នាក្នុងរយៈពេលរាប់ពាន់លានឆ្នាំមុននេះពេលដែលអ្នកបើកបរចាក់ចេញពីទីក្រុង Las Vegas ត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះទិដ្ឋភាពនៅចំពោះមុខអ្នកនឹងផ្លាស់ប្ដូរភ្លាមៗពីអរិយធម៌ទំនើបទៅជាការចងចាំដ៏ចំណាស់បំផុតរបស់ភពផែនដីនេះគឺជាតំបន់ការពារធម្មជាតិជ្រលងភ្នំថ្មក្រហមជាអាវុធហេតុមួយដែលត្រូវបានឆ្លាក់ឡើងរួមគ្នាដោយពេលវេលាខ្យល់និងភ្លើង preserve នៅក្នុងវីដេអូ VZD 4PN ពណ៌ក្រហមនៃជ្រលងភ្នំថ្មក្រហមមិនមែនជាពណ៌ដ៏រ៉ូមែនទិកដែលផ្ដល់ឲ្យដោយមនុស្សជាតិឡើយប៉ុន្តែវាជាស្នាដៃធម្មជាតិនៃសារធាតុស្រទាប់ជ្រៅរបស់ភពផែនដីនៅក្នុងដំណើរការអុកស៊ីតកម្មថ្មខ្សាច់និងថ្មភក់នៅទីនេះត្រូវបានកកើតឡើងតាំងពី600លានឆ្នាំមុនដែលនៅពេលនោះផែនដីមិនទាន់មានជីវិតស្មុគស្មាញនៅឡើយទេគ្រាប់ខ្សាច់ដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានកូរដីដោយខ្យល់ត្រូវបានសង្កត់ឲ្យណែនដោយពេលវេលានិងបានផ្សារភ្ជាប់គ្នាទៅជាថ្មក្រោយមកចលនាដីដ៏ខ្លាំងក្លាបានធ្វើឲ្យស្រទាប់ដីដ៏ចំណាស់ទាំងនេះត្រូវបានរុញច្រានឲ្យខ្ពស់ឡើងបត់បែននិងបាក់បែកដោយបង្ហាញឲ្យឃើញនូវវិជ្ជាភាពដ៏អស្ចារ្យនាពេលបច្ចុប្បន្នពន្លឺព្រះអាទិត្យជះលើដងភ្នំធ្វើឲ្យពណ៌ក្រហមពណ៌ទឹកក្រូចពណ៌ត្នោតនិងពណ៌សនៃស្រទាប់ថ្មលាយឡំគ្នាជាពណ៌ដូចជាអណ្ដាតភ្លើងប្រៀបដូចជាភពផែនដីកំពុងឆេះពេលដើរចូលទៅក្នុងជ្រលងភ្នំអ្នកនឹងមានអារម្មណ៍ថារាល់ស្នាមផ្នត់នីមួយៗសុទ្ធតែកំពុងខ្សឹបខ្សៀវរាល់ដុំថ្មនីមួយៗសុទ្ធតែលាក់ទុកនៅអាថ៌កំបាំងរបស់ភពផែនដីនោះមិនមែនជាភ្នំធម្មតាទេប៉ុន្តែវាជារលកបក់ដែលកកកុញដោយពេលវេលាជាទំព័រពណ៌ក្រហមដែលសរសេរឡើងដោយភពផែនដីភូមិសាស្ត្រនិងទិដ្ឋភាពដ៏អស្ចារ្យតំបន់ការពារទាំងមូលមានផ្ទៃដីប្រហែល780គីឡូម៉ែត្រការ៉េដែលជាផ្នែកមួយនៃវាលខ្សាច់ Mojave ទិដ្ឋភាពដ៏ល្បីល្បាញបំផុតគឺភ្នំ Calico ដែលស្រទាប់ថ្មពណ៌ក្រហមនិងពណ៌សឆ្លាស់គ្នានោះមើលទៅដូចជារលកនៃអណ្ដាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅគ្រាន់តែក្រឡេកមើលភ្លាមក៏ធ្វើឲ្យរំភើបចិត្តកន្លែងមួយទៀតគឺស្រទាប់បាក់ឆ្អឹង Keystone ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃនៃវិស័យភូមិសាស្ត្រចលនាដីកាលពី65លានឆ្នាំមុនបានរុញច្រានថ្មកំបោរពណ៌ប្រផេះដ៏ចំណាស់ឲ្យទៅនៅពីលើថ្មខ្សាច់ពណ៌ក្រហមដែលមានអាយុកាលក្មេងជាងដោយបង្កើតបានជាបាតុភូតចម្លែកនៃអាយុកាលស្រទាប់ដីបញ្ច្រាស់គ្នាដែលជាទិដ្ឋភាពកម្រមានណាស់នៅលើពិភពលោកផ្លូវថ្នល់នៅក្នុងជ្រលងភ្នំថ្មក្រហមគឺជាផ្លូវទស្សនាទេសភាពរង្វង់មូលដែលមានប្រវែងប្រហែល21គីឡូម៉ែត្រចាប់ពីច្រកចូលរហូតដល់ចុងបញ្ចប់រាល់ពេលបត់ម្ដងគឺប្រៀបដូចជាការបើកទំព័រសៀវភៅនៃពេលវេលានៅតាមផ្លូវមានផ្លូវដើរថ្មើរជើងជាច្រើនចាប់ពីផ្លូវខ្លីៗដែលស័ក្តិសមសម្រាប់ក្រុមគ្រួសាររហូតដល់ច្រាំងថ្មចោតសម្រាប់អ្នកចូលចិត្តហក់តោងភ្នំអាជីពប្រឈមនឹងការសាកល្បងផ្លូវនីមួយៗអាចនាំអ្នកចូលទៅក្នុងពិភពមួយផ្សេងទៀតប្រវត្តិសាស្ត្រនិងជីវិតមុនពេលដែលភ្ញៀវទេសចរនាសម័យទំនើបមកដល់ទឹកដីនេះមានស្នាមជើងរបស់មនុស្សជាតិជាយូរណាស់មកហើយកាលពីរាប់ពាន់ឆ្នាំមុនជនជាតិ Southern Paiute និងជនជាតិ Anasazi ធ្លាប់រស់នៅទីនេះពួកគេបានឆ្លាក់គំនូរនិងនិមិត្តសញ្ញានៅលើផ្ទាំងថ្មដោយរៀបរាប់ពីទិដ្ឋភាពតារាសាស្ត្រការបរបាញ់និងរឿងរ៉ាវនៃកុលសម្ព័ន្ធមកដល់សប្តាហ៍ថ្ងៃនេះគំនូរលើផ្ទាំងថ្មទាំងនេះនៅតែអាចមើលឃើញយ៉ាងច្បាស់ដែលវាជាភាសាដ៏ចំណាស់បំផុតនៅលើវាលខ្សាច់នៅដើមសតវត្សទី20ការស្ថាបនាផ្លូវថ្នល់របស់អាមេរិកបានធ្វើឲ្យទីនេះចូលក្នុងខ្សែភ្នែករបស់មនុស្សបច្ចុប្បន្ននេះវាបានក្លាយជាកន្លែងកម្សាន្តហក់តោងភ្នំក្រៅផ្ទះដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកដោយមានផ្លូវហក់តោងជាង2000ខ្សែនិងកម្ពស់ច្រាំងថ្មចាប់ពី30ម៉ែត្ររហូតដល់300ម៉ែត្រសម្រាប់អ្នកហក់តោងភ្នំទីនេះមិនត្រឹមតែជាកន្លែងសាកល្បងកម្លាំងកាយប៉ុណ្ណោះទេប៉ុន្តែវាក៏ជាវិហារដ៏វិសុទ្ធសម្រាប់ការសន្ទនាជាមួយមេដាធម្មជាតិផងដែរទោះបីជាជ្រលងភ្នំថ្មក្រហមស្ថិតនៅក្នុងវាលខ្សាច់ក៏ដោយប៉ុន្តែវាពោពេញទៅដោយជីវិតដើមដំបងយក្សដើមយូកានិងដើមជោស៊ូបានដុះលូតលាស់យ៉ាងរឹងមាំនៅចន្លោះប្រហោងថ្មដោយប្រើប្រាស់វិធីសាស្ត្រស្រូបយកសំណើមនាពេលយប់និងការរក្សាទឹកនៅក្នុងស្លឹកក្រាស់ៗដើម្បីបន្តជីវិតនៅក្នុងភាពរាំងស្ងួតជារៀងរាល់ឆ្នាំនៅរដូវផ្ការីកប្រសិនបើមានភ្លៀងធ្លាក់ដែលកម្រនឹងមាននោះជ្រលងភ្នំទាំងមូលនឹងរីកផ្ការីកស្គុះស្គាយក្នុងរយៈពេលខ្លីផ្កាព្រៃពណ៌លឿងពណ៌ស្វាយនិងពណ៌សបានគ្របដណ្ដប់លើវាលភ្នំពណ៌ក្រហមដែលជាទិដ្ឋភាពដ៏ស្រស់ស្អាតមិនគួរឲ្យជឿនៅក្នុងពិភពសត្វពពែភ្នំស៊ីងធំដែលជាហ្វូងកាត់តាមច្រាំងថ្មចចកវាលខ្សាច់ស្រែកព្រោះតិចៗនៅពេលព្រលប់អណ្ដើកវាលខ្សាច់វាយ៉ាងយឺតសត្វស្ទាំងនិងឥន្ទ្រីមាសហោះហើរក្រឡឹងនៅលើអាកាសពួកវាធ្វើឲ្យវាលខ្សាច់នេះមានចង្វាក់បេះដូងលោតឡើងដែលបញ្ជាក់ថាភាពរហ័សស្ថានមិនមែនមានន័យថាភាពទទេស្អាតឡើយភាពផ្ទុយគ្នាដ៏ល្អឥតខ្ចោះជ្រលងភ្នំថ្មក្រហមមានចម្ងាយត្រឹមតែ25គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Las Vegas ដែលវាជាភាពផ្ទុយគ្នាដ៏ល្អឥតខ្ចោះរវាងទីក្រុងដ៏អ៊ូអរបំផុតរបស់អាមេរិកនិងទិដ្ឋភាពធម្មជាតិដ៏ស្ងប់ស្ងាត់បំផុតមនុស្សម្នាបានលិចលង់នៅក្នុងពន្លឺភ្លើងនៃកាស៊ីណូនេះពេលថ្ងៃប៉ុន្តែនៅពេលល្ងាចពួកគេបែរជាអាចស្វែងរកភាពស្ងប់ស្ងាត់ឡើងវិញនៅក្នុងពន្លឺព្រះអាទិត្យរៀបលិចនៃជ្រលងភ្នំពេលព្រះអាទិត្យរៀបលិចជះលើច្រាំងថ្មដងភ្នំទាំងមូលហាក់
ដូចជាត្រូវបានដុតបញ្ឆេះសំឡេងចុចថតរូបរបស់អ្នកថតរូបបានបន្លឺឡើងជាបន្តបន្ទាប់ភ្ញៀវទេសចរបានដាក់ទូរស័ព្ទចុះគ្រាន់តែដើម្បីសម្លឹងមើលភាពអស្ចារ្យនៃខណៈពេលនោះដោយស្ងប់ស្ងាត់ជ្រលងភ្នំថ្មក្រហមត្រូវបានបញ្ចូលជាតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅក្នុងឆ្នាំ1990ដោយទាក់ទាញភ្ញៀវទេសចរជាង3លាននាក់ជារៀងរាល់ឆ្នាំដើម្បីការពារប្រព័ន្ធអេកូឡូស៊ីនិងភូមិសាស្ត្រការិយាល័យគ្រប់គ្រងដីធ្លីអាមេរិកបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការអភិវឌ្ឍសូម្បីតែកន្លែងហក់តោងភ្នំនិងផ្លូវដើរក៏មានការកំណត់ដើម្បីការពារបរិស្ថានផងដែរដើម្បីធានាថាសៀវភៅប្រវត្តិសាស្ត្រភពផែនដីនេះអាចរក្សាទុកបានយូរអង្វែងនៅជ្រលងភ្នំថ្មក្រហមពេលវេលាមិនមែនត្រូវបានគណនានោះទេប៉ុន្តែគឺត្រូវបានមើលឃើញរាល់ដុំថ្មនីមួយៗសុទ្ធតែកត់ត្រានៅកន្លងចលនារបស់ភពផែនដីរាល់ស្នាមប្រេះនីមួយៗសុទ្ធតែជាស្នាមដានដែលបន្សល់ទុកដោយពេលវេលានៅទីនេះអ្នកអាចដឹងពីកម្លាំងរបស់ភពផែនដីយ៉ាងច្បាស់ដែលជាភាពអស្ចារ្យហួសពីខនាតវាស់វែងរបស់មនុស្សជាតិឈរនៅក្រោមច្រាំងថ្មអ្នកនឹងដឹងថាអរិយធម៌របស់យើងមានអាយុកាលត្រឹមតែរាប់ពាន់ឆ្នាំប៉ុណ្ណោះប៉ុន្តែស្រទាប់ថ្មទាំងនេះបានឆ្លងកាត់ភាពស្ងប់ស្ងាត់និងការប្រែប្រួលអស់រយៈពេលរាប់ពាន់លានឆ្នាំមកហើយពេលរាត្រីឈានចូលមកដល់ពន្លឺផ្កាយជះលើផ្ទាំងថ្មក្រហមខ្យល់បក់កាត់ជ្រលងភ្នំប្រៀបដូចជាភពផែនដីកំពុងរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនដោយសំឡេងខ្សឹបខ្សឹបជ្រលងភ្នំថ្មក្រហមមិនមែនជាទេសភាពធម្មតានោះទេប៉ុន្តែវាជាការសន្ទនាមួយជាមួយភពផែនដីវាធ្វើឲ្យមនុស្សយល់ថាមេដាធម្មជាតិមិនត្រូវការការកែច្នៃពីមនុស្សឡើយពេលវេលាខ្លួនឯងគឺជាសិល្បករដ៏អស្ចារ្យបំផុតរាល់ការបក់បោកនៃខ្យល់រាល់ការរស្មីនៃពន្លឺរាល់ការដកដង្ហើមនៃស្រទាប់ដីសុទ្ធតែកំពុងរំលឹកយើងថាមនុស្សជាតិគ្រាន់តែជាទំព័រដ៏ខ្លីមួយនៅក្នុងរឿងរ៉ាវរបស់ភពផែនដីប៉ុណ្ណោះហើយជ្រលងភ្នំថ្មក្រហមគឺជាទំព័រដ៏ក្តៅគគុកស្រស់ស្អាតនិងអស្ចារ្យបំផុតនៅក្នុងវីរភាពនោះសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពួកយើងស្វាគមន៍ការបញ្ចេញមតិយោបល់របស់អស់លោកអ្នកដើម្បីជាការស្ថាបនាមកកាន់ពួកយើងឲ្យកាន់តែល្អប្រសើរជាងមុន